ឈប់រត់គេចពីភាពឯកោស្វែងយល់ពីការភ្នាល់នៃជីវិតនិងចិត្តសាស្ត្រមនុស្សជាមួយកម្ពុជាអ្នកប្រាជ្ញ Blaise Pascal គ្រួសារអ្នកអភិជននិងជីវិតកុមារភាពដ៏ឯកោនៅក្នុងពិភពលោកនៃវិទ្យាសាស្ត្រនិងទស្សនវិជ្ជាមានអ្នកប្រាជ្ញតិចតួចណាស់ដែលអាចក្តៅផ្ដាប់ទាំងរឿងតក្កវិជ្ជាលេខនិពន្ធនិងរឿងរ៉ាវអាថ៌កំបាំងនៃចិត្តមនុស្សបានដោយបុរសម្នាក់នេះគាត់គឺជាកម្ពុជាទស្សនវិទូអ្នករូបវិទ្យានិងជាមហាគណិតវិទ្យាជនជាតិបារាំងដ៏ល្បីល្បាញគឺលោក Blaise Pascal ដែលបានចាប់កំណើតនៅឆ្នាំ1623នៅក្នុងទីក្រុង Clermont-Ferrand នៃប្រទេសបារាំងបើយើងក្រឡេកមកមើលស្ថានភាពគ្រួសាររបស់គាត់វិញលោក Pascal ចាប់កំណើតក្នុងគ្រួសារអភិជនលំដាប់ខ្ពស់និងមានចំណេះដឹងឪពុករបស់គាត់ឈ្មោះ Etienne Pascal គឺជាចៅក្រមនិងជាមន្ត្រីប្រមូលពន្ធដ៏មានអំណាចម្នាក់ប៉ុន្តែរឿងដ៏គួរឲ្យសោកស្ដាយបំផុតក្នុងជីវិតរបស់កុមារ Pascal គឺម្ដាយរបស់គាត់លោកស្រី Antoine Bergon បានលាចាកលោកចោលគាត់តាំងពីគាត់អាយុទើបតែ3ឆ្នាំប៉ុណ្ណោះចាប់តាំងពីម្ដាយស្លាប់ទៅឪពុករបស់គាត់មិនបានរៀបការថ្មីឡើយគឺគាត់បានសម្រេចចិត្តលាលែងពីការងាររួចនាំកូនរើទៅរស់នៅទីក្រុងប៉ារីសដើម្បីមើលថែនិងធ្វើជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់ Blaise Pascal និងបងស្រីប្អូនស្រីរបស់គាត់ដោយសារតែសុខភាពទន់ខ្សោយតាំងពីក្មេងនិងការរស់នៅក្រោមការអប់រំដ៏តឹងរ៉ឹងរបស់ឪពុក Pascal បានចំណាយពេលភាគច្រើននៅក្នុងបន្ទប់អានសៀវភៅដែលនេះជាចំណុចចាប់ផ្ដើមធ្វើឲ្យគាត់ស្គាល់ច្បាស់ពីពាក្យថាភាពឯកោតាំងពីវ័យកុមារភាពជាកម្ពុជាអ្នកប្រាជ្ញរបស់លោក Pascal បានស្ដាយឡើងតាំងពីគាត់មានអាយុ19ឆ្នាំដោយសារតែឃើញឪពុកហត់នឿយនឹងការអង្គុយគិតលេខប្រមូលពន្ធរាល់យប់គាត់បានបង្កើតម៉ាស៊ីនគិតលេខមេកានិកដំបូងគេលើលោកដែលគេហៅថា Pascaline ដើម្បីជួយសម្រាលទុក្ខធុរៈឪពុកលើសពីនេះគាត់ជាអ្នករកឃើញច្បាប់សម្ពាធទឹកនិងទ្រឹស្ដី probability ដ៏ល្បីល្បាញក្នុងមុខវិជ្ជាគណិតវិទ្យាមានសំណួរជាច្រើនជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ថាតើកម្ពុជាអ្នកប្រាជ្ញរូបនេះមានរៀបការមានប្រពន្ធនិងកូនប៉ុន្មាននាក់តាមប្រវត្តិសាស្ត្រពិតប្រាកដលោក Blaise Pascal មិនដែលរៀបការមានប្រពន្ធឬមានកូនឡើយគាត់បានសម្រេចចិត្តរស់នៅលីវអស់មួយជីវិតហេតុផលគឺដោយសារតែពេញមួយជីវិតរបស់គាត់មានជំងឺប្រចាំកាយធ្វើទុក្ខយ៉ាងទរនហើយនៅវ័យ24ឆ្នាំគាត់បានជួបគ្រោះថ្នាក់ធ្លាក់ពីលើរទេះសេះដែលធ្វើឲ្យគាត់ស្ទើរតែបាត់បង់ជីវិតព្រឹត្តិការណ៍នោះបានផ្លាស់ប្ដូរផ្នត់គំនិតទាំងស្រុងរបស់គាត់ឲ្យងាកចេញពីពិភពលោកខាងក្រៅរួចងាកមកសិក្សាពីផ្លូវធម៌ព្រះជាម្ចាស់នឹងអាងកំបាំងនៃវិញ្ញាណមនុស្សវិញស្នាដៃទស្សនវិជ្ជាដ៏លេចធ្លោបំផុតពីរដែលធ្វើឲ្យពិភពលោកចងចាំគាត់គឺទី1គឺស្ដីការភ្នាល់របស់ Pascal គាត់បានប្រើគណិតវិទ្យាមកវិភាគរឿងជំនឿដោយនិយាយថានោះយើងគួរតែភ្នាល់ជឿថាព្រះពិតជាមានមែនព្រោះបើទ្រង់មានពិតយើងនឹងចំណេញបានទៅឋានសួគ៌តែបើទ្រង់មិនមានក៏យើងមិនខាតបង់អ្វីដែរក្រៅពីការរស់នៅជាមនុស្សល្អប៉ុន្តែបើទោះបីជាបងប្អូនមិនមានជំនឿលើព្រះក៏ទ្រង់បានដាស់តឿនថាជួបមនុស្សគឺជាការភ្នាល់រាល់ថ្ងៃដូច្នេះចូលជ្រើសរើសផ្លូវរស់នៅណាដែលមានតម្លៃបំផុតលោក Pascal បានលើកបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍មួយថាមនុស្សយើងមិនចូលចិត្តនៅម្នាក់ឯងព្រោះពេលនៅស្ងៀមចិត្តយើងនឹងចាប់ផ្ដើមគិតពីសេចក្តីស្លាប់ភាពទទេស្អាតនិងភាពទន់ខ្សោយរបស់ខ្លួនឯងហើយដូច្នេះហើយទើបមនុស្សខំប្រឹងស្វែងរកការកម្សាន្តលេងហ្គេមជជែកលេងឬធ្វើការងាររវល់គ្មានឈប់ឈរមិនមែនព្រោះតែយើងស្រឡាញ់រឿងទាំងនោះទេគឺគ្រាន់តែដើម្បីរត់គេចពីភាពឯកោនិងគេចចេញពីការប្រឈមមុខនឹងចិត្តខ្លួនឯងតែប៉ុណ្ណោះលោក Blaise Pascal បានលាចាកលោកទៅនៅក្នុងទីក្រុងប៉ារីសក្នុងឆ្នាំ1962ដោយសារតែជំងឺមហារីកក្រពះក្នុងអាយុត្រឹមតែ39ឆ្នាំប៉ុណ្ណោះទោះបីជាខ្សែជីវិតរបស់គាត់ខ្លីនិងរស់នៅម្នាក់ឯងដោយគ្មានគូស្រករក៏ដោយប៉ុន្តែគំនិតដែលគាត់បានបន្សល់ទុកគឺមានឥទ្ធិពលយ៉ាងខ្លាំងដល់ចិត្តសាស្ត្ររបស់មនុស្សសម័យថ្មីមុនពេលលាចាកលោកគាត់បានបន្សល់ទុកនូវទស្សនៈមាសមួយឃ្លាផ្ញើជូនមនុស្សគ្រប់ចំនួនថាបេះដូងមានហេតុផលផ្ទាល់ខ្លួនរបស់វាដែលខួរក្បាលនិងតក្កវិជ្ជាមិនអាចយល់បានឡើយ The heart has a reason which reason know nothing of មេរៀនជីវិតរបស់លោក Blaise Pascal បង្រៀនយើងឲ្យដឹងថាមិនថាពិភពលោកខាងក្រៅមានភាពរញ៉េរញ៉ៃឬក្នុងចិត្តយើងកំពុងតែជួបភាពឯកោនិងទុក្ខសោកកម្រិតណាឡើយចូលយើងកុំព្យាយាមរត់គេចវាដោយការច្រមុជខ្លួនក្នុងល្បែងកម្សាន្តបណ្ដោះអាសន្នអីនៅក្នុងសង្គមសម័យ Digital ដែលមនុស្សជាច្រើនមាននឹងការអូសមើលទូរស័ព្ទមើលរឿងកម្សាន្តរាល់យប់ដើម្បីបំភ្លេចភាពអផ្សុកទស្សនវិជ្ជារបស់លោក Pascal ដាស់តឿនយើងឲ្យងាកមកបង្កើតសន្តិភាពជាមួយភាពស្ងប់ស្ងាត់ដោយការសម្លឹងមើលចិត្តខ្លួនឯងនិងដឹងថាកម្លាំងចិត្តនិងភាពកក់ក្ដៅដែលពិតប្រាកដគឺមិនមែនរត់រកពីមនុស្សជុំវិញខ្លួនឬការកម្សាន្តខាងក្រៅនោះទេតែវាមានស្រាប់នៅក្នុងបេះដូងដ៏រឹងមាំរបស់យើងម្នាក់ៗរួចជាស្រេចទៅហើយ